trong chấm nói ní nhom trong nước om pí rương polako rồi bỏ mai dướng trôi từ thôi ca nữ tì trong băng cọ nơiประเทศไทย ហើយរឿងនេះមិនមែនចេះតែនិយាយទេជារឿងមួយដែលខ្ញុំមានបទពិសោធន៍ហើយក៏ខ្ញុំជឿជាក់ថាបងប្អូនយើងមួយចំនួនច្រើនដែលបានធ្វើដំណើរទៅធ្វើការនៅទីក្រុងបាងកកឬក៏នៅក្នុងប្រទេសថៃជួបប្រទេសតែខ្ញុំជួបប្រទេសរបស់ខ្ញុំមិនមែនជួបប្រទេសទៅលើការធ្វើពលករអីទេណាតែខ្ញុំជួបប្រទេសទៅលើសោតាសោតន្ត្រីរបស់ខ្ញុំដែលបានលឺណាតិចរបស់ខ្ញុំដែលបានលឺពីសម្លេងការមាក់ងាយរបស់ប្រជាជនថៃណាមកលើប្រជាជនកម្ពុជាមកលើពលករកម្ពុជាណាពេលខ្លះយើងក៏គួរគិតដែរគួរគិតថាយើងទៅធ្វើការនៅប្រទេសថៃនេះមិនមែនទៅសុំបាយគេហូបទេមិនមែនទៅដោយខុសច្បាប់ទេវាមានយើងទទួលស្គាល់ថាខុសច្បាប់មានប៉ុន្តែដែលទៅខុសច្បាប់ចូលទៅដល់បាងកកចូលទៅបរិមណ្ឌលនៅទីក្រុងបាងកកបានដោយសារអីក៏ដោយសារការខុបខិតគ្នារវាងទាហានព្រំដែនថៃណាជាមួយនឹងមេខ្យល់ដែលដាក់លុយដាក់អីចឹងទៅក៏ដឹកយកទៅដល់ទីតាំងការងារនៅមណ្ឌលទីក្រុងបាងកកណាហើយដែលអាចធ្វើការបានដែលអត់មានច្បាប់ហើយធ្វើការបានមេការម៉ៅការឲ្យធ្វើបានដោយសារអីមួយវិត្រូវបង់ឲ្យប៉ូលីសនៅក្នុងតំបន់ប្រមាណ100បើអ្នកមានប្រាក់ខែច្រើនក៏បង់តាមបែបច្រើនរយចឹងទៅអាចដល់500ចឹងទៅនៅក្នុងមួយវិឬក៏ក្នុងមួយខែអ្នកដែលមានប្រាក់ខែតិចក៏បង់អាចត្រឹម200ឬក៏300ណាអាហ្នឹងហើយមួយវិហ្នឹងប្រហែលក្នុងមួយខែគេចាត់ទុកជា2វិមួយវិកន្លះខែគេបើកលុយម្ដងអញ្ចឹងបើកលុយម្ដងហ្នឹងអ្នកដែលអត់បាត់តាំងដាវគឺត្រូវតែយកលុយហ្នឹងទៅសោកប៉ាន់ប៉ូលីសក្នុងតំបន់ណាហ្នឹងអ្នកអត់បាត់តាំងដាវហើយអ្នកដែលមានបាត់តាំងដាវអាហ្នឹងរឿងរបស់គេផ្សេងច្បាប់របស់គេផ្សេងអញ្ចឹងទៅតែខ្ញុំនិយាយទៅរឿងអ្នកអត់បាត់តាំងដាវអញ្ចឹងខ្ញុំជួបប្រទេសកាលដែលខ្ញុំនៅទីនោះជួបប្រទេសកម្មករចំនួន30នាក់បើខ្ញុំចាំឆ្នាំមិនភ្លេចទេគឺក្នុងចន្លោះឆ្នាំ2004 2006អញ្ចឹងអាចនៅក្នុង2005ហ្នឹងនៅ2005កាលនោះកម្មករខ្មែរដែលធ្វើដំណើរទៅធ្វើការសំណង់មួយកន្លែងនៅបឋមធានីមានគ្នា30នាក់ប្រាក់ខែកាលនោះដូចជា4000នេះក្នុងម្នាក់ប៉ុន្តែដល់ពេលបើកមេការបើកឲ្យត្រឹមតែ2000នេះណាត្រឹមតែ2000ទេហើយ2000ទៀតអត់បើកឲ្យដល់ពេលគ្នាសួរនាំគ្នាតវ៉ាថាកុំចង់តវ៉ាណាប្រយ័ត្នគេឲ្យតមកចាប់អុកក្បាលដាក់គុកបញ្ជូនទៅខ្មែរវិញអញ្ចឹងណាអាហ្នឹងគឺខ្ញុំលើដោយតិចខ្ញុំធ្វើដោយអន្តរាគមដោយខ្លួនឯងទៀតកាលហ្នឹងណាបាទអញ្ចឹងគាត់បានខលមកខ្ញុំថាបើបែបហ្នឹងតើឲ្យគាត់គិតគូរយ៉ាងម៉េចព្រោះគាត់ជាអ្នកដែលចូលមកតាមមេខ្យល់ហើយធ្វើការខុសច្បាប់ហើយដល់ពេលអញ្ចឹងខ្ញុំតាំងមើលចាំមួយខែពីរខែទៀតមើលមួយខែមកគឺនៅដដែលមួយខែមកក៏នៅដដែលដល់ពេលអញ្ចឹងខ្ញុំក៏ប្រាប់ថាឥឡូវសម្រាប់ចិត្តទៅឥឡូវចេញឬយ៉ាងម៉េចដល់ពេលពួកនោះថាចេញវាទៅយកប៉ូលីសនៅក្នុងតំបន់មកដេញចាប់គ្នាប្រប៉ាត់ប្រប៉ាយណាអត់បើប្រាក់ខែឲ្យដល់អញ្ចឹងនៅសល់3នាក់ខលមកខ្ញុំក៏ទៅដល់ទីតាំងហើយក៏បានពិភាក្សាជាមួយនឹងមេការម៉ៅការហើយកាលនោះគេគម្រាមខ្ញុំដែរហើយខ្ញុំថាខ្ញុំចូលមកប្រទេសអ្នកឯងនេះមិនមែនមកខុសច្បាប់ទេណាខ្ញុំមានប៉ាសពតរបស់ខ្ញុំអីត្រឹមត្រូវអីសពបែបយ៉ាងតែខ្ញុំមកកន្លែងនេះដោយសារអីដោយសារប្រជាជនរបស់ខ្ញុំនៅក្នុងខ្មែរដូចគ្នាខ្ញុំមកកន្លែងនេះខ្ញុំចាត់ទុកអ្នកទាំងអស់គ្នាដូចជាបងប្អូនរបស់ខ្ញុំអញ្ចឹងសុខទុក្ខអីយ៉ាងម៉េចគឺខ្ញុំត្រូវតែចូលរួមចំណែកណាហើយ
អត់មានពាក់ព័ន្ធទេហើយខ្ញុំថាមិនអាចមិនពាក់ព័ន្ធបានទេឥឡូវខ្ញុំសួរតើប្រាក់ខែរបស់គាត់ដែលគាត់ធ្វើក្នុងមួយខែហ្នឹងបើឲ្យគ្រប់ឲ្យគាត់អត់គេឆ្លើយមកថាគ្រប់ឆ្លើយមកថាគ្រប់ប៉ុន្តែជាក់ស្ដែងក្នុងបញ្ជីអត់គ្រប់ទាំងអស់ហើយខ្ញុំសួរទាំងជនជាតិភូមាខ្ញុំសួរទាំងជនជាតិថៃដែលធ្វើកម្មករសំណង់ជាមួយគ្នាខ្ញុំសួរទាំងឡាវដែលធ្វើនៅក្នុងប្លុកជាមួយគ្នាគាត់ថាអូធ្វើបាបខ្មែរណាមេការធ្វើអត់ខ្មែរណាឥឡូវរត់អស់ហើយនៅសល់ប្រហែលអ្នកហ្នឹងបានខ្ញុំប្រាប់ថាបើនិយាយពីប្រជាជនខ្ញុំចូលមកខុសច្បាប់គឺភាគយ៉ាងហោចណាស់ប៉ូលីសគេដឹងគេចាប់បញ្ជូនទៅខ្មែរវិញប៉ុន្តែបញ្ហារបស់លោកបើខ្ញុំមើលច្បាប់ថៃកាលនោះដែលខ្ញុំអាសាអានកសែតជារៀងរាល់ថ្ងៃដែរទី1អ្នកឯងរំលោភបំពានលើកម្លាំងពលកម្មអញ្ចឹងច្បាប់របស់អ្នកឯងគេបានចែងឲ្យមកច្រើនយ៉ាងណាស់ទី2អ្នកឯងយកកម្មករខុសច្បាប់យកកម្មករតាំងដើមមកធ្វើការនៅក្នុងប្រទេសណាទី3អ្នកឯងធ្វើការឲ្យមិនបើកប្រាក់ខែឲ្យគាត់គ្រប់គ្រាន់អញ្ចឹងសរុបមកគឺអ្នកឯងយកគាត់មកធ្វើការដូចជាទេសចរណាទៅចាំថាគ្នាមកធ្វើការនៅទីនេះមិនមែនមកដើម្បីរស់តែម្នាក់ឯងទេដល់ខែគឺនៅអីប្រទេសគ្រួសារនោះសួរនាំបានលុយផ្ញើទៅអត់អីអត់ដើម្បីយកទៅបំរើម្រាស់ជាលក្ខណៈគ្រួសារផ្ទាល់ខ្លួនខ្ញុំនិយាយបែបហ្នឹងជូនគាត់តែគេនៅតែខ្លាំងខ្ញុំក៏កាលនោះខ្ញុំខលទៅស្ថានទូតខ្មែរអាហ្នឹងខ្ញុំនិយាយអំពីអ្វីដែលជាបទពិសោធន៍ខ្ញុំបានឃើញណាហើយបានជួបដល់ពេលស្ថានទូតគាត់ក៏សុំលេខសុំអីសពសារពើអញ្ចឹងទៅទីតាំងឯសារពើអញ្ចឹងទៅក្រោយពីស្ថានទូតគាត់ទទួលយករឿងនឹងហើយដោះស្រាយរឿងនឹងហើយខ្ញុំក៏ឡើងតាក់ស៊ីទៅកាន់ទីកន្លែងខ្ញុំវិញដល់ពេលបានប្រហែលជា2ម៉ោង3ម៉ោងក្រោយមកកម្មករដែលរត់មកដល់ព្រំដែនប៉ោយប៉ែតគាត់ខលថាងបងឥឡូវមេការនោះឲ្យទៅវិញគេបើកប្រាក់ខែគ្រប់គ្រាន់ឲ្យទាំងអស់ហើយគេធ្វើបាត់តាំងដើរឲ្យស្របច្បាប់នេះអញ្ចឹងមានន័យថាអ្វីដែលយើងធ្វើការពេលនោះគឺបានផលហើយខ្ញុំក៏ឲ្យគាត់ពួកគាត់សម្រេចចិត្តខ្លួនគាត់អញ្ចឹងណាអាហ្នឹងពាក់ព័ន្ធទៅនឹងរឿងដែលទទួលការប្រមាថការជាមើលងាយទៅលើកម្មករដែលអត់មានបាត់តាំងដើរអាហ្នឹងយើងទទួលស្គាល់ថាយើងក៏ខុសគេក៏ខុសរឿងមួយទៀតគឺជារឿងនៃការប្រមាថការជាមើលងាយច្រើនយ៉ាងណាស់ទៅលើកម្មករខ្មែរដែលធ្វើការនៅបាងកកនៅប្រទេសថៃឲ្យតែមានរឿងម្ដងនោះគឺប្រមាថយកមែនតើដូចជារឿងដុតទូតរឿងបញ្ហាតែស្អីកុបសុវណ្ណណារឿងប្រាសាទអង្គរវត្តនេះហើយមានការដុតស្ថានទូតថៃនៅស្រុកខ្មែរយើងនេះអានោះប្រមាថសតអាកយកឈាមលៀងបាត់ជើងវាណាសពសារពើវាប្រមាថណាស់ហើយថ្មីហ្នឹងយើងមើលអំពីคลิปវីដេអូថ្មីហ្នឹងអំឡុងពេលដែលកើតបញ្ហារវាងព្រំដែនហ្នឹងយើងឃើញคลิปវីដេអូខ្លះវាចូលទៅវាយខ្មែរវាចូលទៅប្រមាថការជាខ្មែរវាចូលទៅសួររកមានខ្មែរអីធ្វើការនៅកន្លែងនេះហេតុអីបានជាចាំបាច់មានមនុស្សក្រុមហ្នឹងទៅធ្វើសកម្មភាពបែបហ្នឹងដោយខុសច្បាប់ដោយអយុត្តិធម៌បែបហ្នឹងណាមកលើខ្មែរវាអត់ត្រូវទេណាដែលកម្ពុជាដែលរាជរដ្ឋាភិបាលសម្ដេចតេជោប្រធានព្រឹទ្ធសភាលោកអំពាវនាវឲ្យកម្មករត្រឡប់មកប្រទេសកម្ពុជាវិញដោយឃើញអំពីភាពជិះជាន់ទៅលើពលកររបស់ខ្លួនឈឺចុកចាប់ណាអញ្ចឹងមានអញ្ជើញពួកគាត់មកធ្វើការនៅស្រុកខ្មែរយើងវិញរួមរស់ណាការងារនៅស្រុកយើងក៏មានច្រើនហើយនាំគ្នាមកធ្វើការនៅស្រុកយើងវិញដើម្បីកុំឲ្យគេប្រមាថការជាប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេអ្នកដែលទៅធ្វើដំណើរទៅមន្ទីរពេទ្យយើងមានឃើញឃ្លីបដែរដែលបរោះមកឲ្យជេរសិតតែអីខ្វាយសិតតែស្អីអីម៉ាអីស្អីសពបែបយ៉ាងអាឆ្កែអាឆ្មាសពសារពើយើងយកលុយទៅឲ្យគេណាទៅព្យាបាលនៅប្រទេសគេបែរជាមានក្រុមជ្រុលនិយមហើយរូបភាពដែល
đặt bằng hai nó mình bên khai nè thọt đấy cứ chun chết thay luôn này nè thọt sẽ cầm ở phía mà nuôi đại chi kia từ pet từ đôi chia từ pet ở bên rạch thani này nè ở bên rạch thani này từ hói mình trôi chạ sang hói trôi nơi cái lại hộp chọc ảnh tình tôi chứ miền lán buồn pram chẳng tới thọt máu đi sật lán khai còn là vì vậy không phía xa bảo viên nó sật đi rồi vô món đi vô món hơi dương tập chia ba tới vô lui đó kia đó hết ấy ban kia prao chả đặt bài nâng hơi xua thắc hàng phía kia thấy thưa ấy ban đấy chấm pua chuồn bài nó kia poi kia bà đói kia bà đói kia mình đã tới chụp nát ca đâu này anh thương trong vực không bắt trên này anh cũng của mát ca chia chuồn chia kia trên này anh thử miên tô ban đi no kia mà đây miên chụp nát ca chứ cái đó đây dương tự kích chấm kia phòng mát dương đôi chỉ rương tùm nính đấy môi chlong đai đấy môi prom đai này pi càng bao prom đai chlong tới chlong máu rosi rồi viêm kia từ vinh từ máu đấy mình bên Campuchia từ sâu mình á từ tinh y văn chẳng pi bật tê hay vô mà lụn nơi Campuchia này mình bên Campuchia từ sông thế nè pro tại Campuchia ao đầm lái từ lơផលិតផលថៃថាជាផលិតផលដែលមានគុណភាពបែបនេះណាកម្ពុជាចំណាយលុយទាំងលានក្នុងមួយថ្ងៃមិនលានរៀលលានដុល្លារទៅទិញសម្ភារៈយកមកពីថៃយកមកចែកចាយនៅក្នុងប្រទេសកម្ពុជាទាំងមូលប៉ុន្តែអស់លោកបែរជាឌីលកម្ពុជាណាជនជាតិថៃជ្រុលនិយមគណៈបកប្រឆាំងរបស់ថៃជ្រុលនិយមមួយចំនួនឌីលកម្ពុជាលោកត្រូវដឹងថាមិនមែនទៅសុំអ្នកឯងយកមកទេណាអ្នកឯងឃើញទេឡានต้องជួនៅទម្រាបជួព្រំដែននៅពេលដែលមានបិទព្រំដែនម្ដងសិតតែទំនិញថៃរបស់អ្នកឯងទេកម្ពុជាចូលទៅបន្តិចបន្តួចជាទីបំផុតណាដូចលោកដូចកាសែតរបស់អ្នកឯងបានចុះឬព័ត៌មានដែលអ្នកឯងបានចុះកម្ពុជានាំចូលទៅស្អីខ្លះដលមីផ្លែស្វាយហ្នឹងហ្នឹងតិចតួចណាហើយមានតម្លៃណាមហាសាលដូចណែវាអត់មានទេខ្ញុំតែងតែនិយាយថាបើយើងលក់អ្វីមួយឲ្យគេមកទិញយើងអរគុណគេអរគុណដែលបានមកជួយទិញរបស់ខ្ញុំណាយើងអរគុណអតិថិជនប៉ុន្តែអានេះដូចចេះអាចតាំងកថាដាក់អតិថិជនណាមិនតែសុំ free យកមកប្រើប្រាស់ណាទម្រាំនឹងទិញរបស់នៅប្រទេសថៃបាននៅព្រំដែនត្រូវចរចាគ្នាបែបនេះបែបនោះអីសពសារពើពុនដាអីសពសារពើរបស់ទាំងអស់ត្រូវស្វាប់ទាំងអស់មិនមែនទៅលួចប្លន់ទេនឹងជនជាតិថៃត្រូវដឹងណាមិនបានទៅខូចមកណាមិនបានទៅលួចយកមកទេណាគឺយើងទៅទិញដោយស្របច្បាប់ណាបើអ្នកឯងមិនលក់ឲ្យក៏ប្រាប់តែមិនលក់ឲ្យក៏វាចាប់រឿងណាវាចាប់រឿងប៉ុន្តែអូអ្នកឯងសិតទៅធ្វើលិខិតអីទិញសុបាយចិត្តបែបនេះបែបនោះដល់ពេលមានបញ្ហាអ្នកឯងឌីលកម្ពុជាណាអញ្ចឹងកន្លែងហ្នឹងត្រូវគិតគូរឡើងវិញមិនមែនរាជរដ្ឋាភិបាលចង់អំពាវនាវពលករឲ្យត្រឡប់មកវិញទេអានឹងផ្ដាំទៅខាងក្រសួងផាณิជន៍របស់ថៃផងណាពេលដែលអ្នកឯងទៅសេមកសិតថាថៃមិនបានដេញពលករកម្ពុជាទៅប្រទេសរបស់ខ្លួនវិញទេយោងតាមច្បាប់ការងាររបស់ក្រសួងពាណិជ្ជរបស់ថៃនោះគឺសិតតែណាមនុស្សយធម៌មនុស្សធម៌អត់ទេប៉ុន្តែទង្វើរបស់ជនជាតិថៃមួយចំនួនគឺក៏ខ្វក់លោកមានដឹងទេថាថៃខ្លួនឯងនេះទៅបម្រើការនៅប្រទេសគេដែរទេជាកម្មករនៅស្រុកគេដែរទេអត់នៅពេលដែលអ្នកឯងមើលងាយកម្ពុជាកម្មករកម្ពុជាដូចអ្នកឯងមើលងាយកម្មករខ្លួនឯងទៅធ្វើការនៅប្រទេសគេអញ្ចឹងណាមិនថាអ្នកឯងទៅធ្វើការនៅប្រទេសអាណាអឺរ៉ុបមជ្ឈិមបូព៌ាឬប្រទេសអ្នកមានជាងអ្នកឯងក៏ដោយ
cứ này cũng bung tại mát cá chia từ lơ cam bạc co bọn này chấm nát sốc từ thưa can đầu tiên kia đấy Campuchia ở đây ban mát cá chia từ lơ cầm lăng của co bạc luôn đi thấy thằng bắt cái cầm lăng thằng on nó chỉ cho là co sẽ từ cách đo sầm khăn rồi bạc Campuchia cả đó cho ní còn tay chia xa clay muối để vô khơi ông pi bánh hà thằng để cao miền nơi lừa đo giúp được thoa mà lừa Campuchia trong pi bánh bón pi sầm nặng rồi bỏ chun chít xím rồi bỏ ra tháp ba xím rồi bỏ ra tháp ba Thái này chun chít Thái nhóm cho làm tay xím còn xong bởi chẹt thà xím đấy nhóm sầm đau từ lừa chun chít ác rõ nữa bà sân chít Thái để chia lõ đại miền chất lõ xong lúc cùng từ tu vô ấy nè bà chẳng nhom trong lược mình chỉ vài sai thế vì bánh hà tầng o chỉ bị xét cứ bẹt pon từ nâng cầm co bẹt pon từ nâng cả thôi chấm nối vì này vô đường cả bật bùng đai nè tầng o nâng trọc máu cứ sát tại chia ca bằng co lái rồi bọc phiệt ký thay tầng o nè phiệt ký thay tầng o muốn ngay tin bùn bún ao san ở vạn này cả thôi sừng kìm rồi bỏ phiệt kỳ thay mà lừa không ai phiệt kỳ thay thì hiên thay rồi là bách sắp bài giang thơ giang mất ở Campuchia ban trâu chọc cho trà đòi đào bị ca cắt sai phướng cắt sai internet bằng tách này đấy đọc bây là lấy dương lên men tên cắt món cắt đạch nó nữa rồi pra bọc luôn anh Campuchia miền cục con nó cả pra luôn anh chẳng ní sao tại bánh hạt trong óc sọp ruộng máu cứ bằng co lang đói còn tốt rồi bật thấy để đặt non đói mệt to cùng hiệp phí bùn xin phạt khảm nhầm sông bằng vùng chó bảo sân chỉ miên sân kriêm mến nên anh cùng bông tay sầm lắc con thì hiện là bọn này ấy nên anh cùng bông tay bằng plan sầm con ở phía Campuchia Thái này cùng bông tay sầm lắc nơi xét được cách rồi bỏ vật tiền này nâng hết thà ra cho nó sầm con sinh dây điện để ai cả miếng chỉ thà hay chẳng riêng thằng anh ấy cứ bằng co láng đói mê toát buồn xin hạt khảm nâng crom chua dùng sau mò cồn